រត់យើងឃើញគេថាបាក់ខ្លាំងណាស់គ្រាន់តែដើម្បីអំណាចបុគ្គលមួយចំនួនសោះគេធ្វើបាបចុងស្លូតត្រង់របស់យើងឈរខ្លាំងមែនតើហ្មងតែពួកគាត់អត់ដឹងខ្យល់អីទាំងអស់ហ្មងគាត់ខំតែបកលរបស់ធ្វើការងារធម្មតាសោះហើយតែគាត់ត្រូវជំនះខ្លួនផងហើយបងក៏តូបយើងក៏ត្រូវយកខ្លួនគាត់សាច់សោះឈាមសោះទៅពាំងដើម្បីហៅសន្តិភាពជួយប្រជាពលរដ្ឋដែលអាចមកបំរើការងារធ្វើការប្រចាំថ្ងៃនឹងបានណាសំខាន់ខ្លាំងទី1គឺដើម្បីចំអែតកាពះគាត់តម្រូវការរបស់គាត់បច្ចុប្បន្នហើយរបស់ហ្នឹងអត់អាចធ្វើឲ្យគាត់មានបានទេអញ្ចឹងពួកយើងមានអីផ្ដល់ឲ្យគាត់ឲ្យអស់ទៅគាត់អត់អាចយកអង្គមកបេ5គីឡូ10គីឡូហ្នឹងទៅមានបានទេបដូរជាមួយនឹងសាច់ស្រស់ឈាមស្រស់ដែលបងប្អូនកងទ័ពក៏ដូចជាក្រុមគ្រួសារគាត់ដែលជាទាហានជួមមុខណាវាអត់ស្មើទេគ្រប់បែបយ៉ាងយើងអាចផ្ដល់ឲ្យបានយើងអាចរកបាននៅថ្ងៃបន្ទាប់ពេលដែលប្រទេសជាតិយើងមានសន្តិភាពឡើងវិញអញ្ចឹងកម្លាំងក៏ដោយសម្ភារៈក៏ដោយថវិកាក៏ដោយគ្រប់បែបយ៉ាងគឺត្រូវការទាំងអស់ព្រោះមានតែពួកយើងឯងដែលជួយគ្នាយើងបាននៅម៉ោងនេះអ្វីយើងត្រូវធ្វើពេលនេះគឺយើងរួបរวมគ្នាស្រឡាញ់គ្នាអត់ពីសមត្ថភាពយើងជួយអីបានជួយនឹងទៅអត់ប្រកាន់អត់អាចខឹងគ្នាបានទេមានតែការរួបរวมមួយឯងបើអាចធ្វើឲ្យខ្មែរយើងឈ្នះអាចធ្វើឲ្យខ្មែរយើងតទៅមុខទៀតបានហើយនឹងជោគជ័យទៅថ្ងៃបន្ទាប់ជាពិសេសយើងជឿជាក់លើរដ្ឋាភិបាលទៅជាអ្វីដែលយើងអាចធ្វើបានខ្លាំងបំផុតព្រោះពួកយើងទាំងអស់គ្នាដឹងថាយើងជឿជាក់ខ្លាំងបំផុតគឺទៅលើរដ្ឋាភិបាលយើងនៅក្នុងពេលនេះម៉ោងនេះមានតែជាការរួបរวมជួយអ្នកណាជួយឲ្យបានជួយនឹងទៅជួយកម្លាំងជួយថវិកាជួយសម្ភារៈគ្រប់បែបយ៉ាងជួយឲ្យបានគឺជួយមានតែពាក្យថាជួយតែមួយម៉ាត់ទេព្រោះអត់មានណាគេមកជួយយើងទេពេលនេះមានតែឈាមយើងទេដែលជួយពួកយើងទាំងអស់គ្នា